នេះជាវីដេអូដែលនាងខ្ញុំបង្ហាញពីរបៀបហាត់យកគូតឲ្យងោស្អាតហើយនឹងតាគៀកដែលផតគឺយើងបំពេញសេចក្ដីមកវិញប៉ុន្តែលំហាត់ប្រាណនេះគឺផ្ដោតសំខាន់ទៅលើគូតងោខ្លាំងជាងផ្នែកតាគៀកក្បាច់នេះផងដែរនាងខ្ញុំធ្វើចំនួន20ដងហើយមួយក្បាច់យើងធ្វើ3ជុំទើបយើងបន្តទៅមួយក្បាច់ផ្សេងទៀតចឹងទៅពេលដែលគ្រប់យើងរាប់ទៅនៅពេលដែលយើងពើងទ្រូងឡើងលើគឺយើងរាប់ឬក៏យើងអាចផ្លុំខ្យល់អូខេចូលក្បាច់ទី2ក្បាច់នេះយើងរាប់ចំនួន20ដងដូចគ្នាហើយចប់20ដងយើងធ្វើសះឡើងវិញចំនួន3ជុំបើសិនជាអ្នកទាំងអស់គ្នាអាចធ្វើដល់4ជុំគឺកាន់តែល្អនៅពេលដែលយើងងើបឡើងគឺយើងផ្លុំខ្យល់ចេញយើងខំប្រឹងខ្ជិបគូតយើងដើម្បីឲ្យសាច់ដុំរបស់គូតរបស់យើងវាធ្វើការនៅក្នុងវីដេអូនេះនាងខ្ញុំធ្វើកាត់ខ្លះវីដេអូអត់បានដល់20ដងទេប៉ុន្តែខ្ញុំសូមបញ្ជាក់ម្ដងទៀតថាក្នុងមួយក្បាច់គឺយើងត្រូវធ្វើ20ដង3ជុំឬក៏4ជុំទៅតាមលទ្ធភាពដែលយើងអាចធ្វើបានហើយមួយក្បាច់នេះទៀតនៅពេលដែលយើងពើងទ្រូងឡើងហើយយើងទម្លាក់ចុះមកវិញគឺឲ្យគូតរបស់យើងប៉ះកម្រាលតែតិចតួចបានហើយអត់ឲ្យខ្នងរបស់យើងប៉ះកម្រាលទេគឺគូតរបស់យើងប៉ះកម្រាលបន្តិចគឺយើងងើបឡើងវិញតែនៅក្នុងវីដេអូនេះហាក់ដូចជាខ្នងរបស់យើងប៉ះកម្រាលដែរតែតាមពិតពេលដែលនាងខ្ញុំធ្វើជាក់ស្ដែងអត់ប៉ះកម្រាលទេគឺយើងទម្លាក់គូតតែបន្តិចហើយយើងងើបឡើងវិញតែប៉ុណ្្នឹងទេ